ដោយសារតែពួកគេមិនបានចង់បើកកាំបិតគ្រាប់បែកទេតែស្ត្រូវវិញបានយល់ច្រឡំថាពួកគេកំពុងនាំគ្នាទៅរកចុងបញ្ចប់ដូច្នេះស្ត្រូវបានរត់គេចចេញពីកន្លែងកើតហេតុដោយមិនបានបង្វិលមកមើលវិញពេលដែលពួកគេឃើញថាភាពគំរាមកំហែងត្រូវបានបំបត្តិទៅហើយលោកលងខ្លងបានបញ្ចូលស្លាកគ្រាប់បែកវិញយ៉ាងលឿនប៉ុន្តែមិនបានរំពឹងទុកថាពេលទាំងពីរនាក់កំពុងត្រៀមចេញទៅក្រៅវិញស្ត្រូវបានរត់ត្រឡប់ទៅតំបន់សុវត្ថិភាពហើយបញ្ជាឲ្យអ្នកបាញ់កាំភ្លើងធំបាញ់ទៅលើពួកគេជោគជ័យដែលលោកលងខ្លងបិទទ្វារដែលទាន់ពេលវេលាដូច្នេះទោះបីជាមានការភ្ញាក់ផ្អើលក៏ដោយក៏នៅរស់សុវត្ថិភាពពីហេតុការណ៍នេះតើនរណាអាចដឹងថាអំណាចបាញ់របស់សត្រូវមានភាពខ្លាំងណាស់បណ្ដាលឲ្យជញ្ជាំងត្រូវបានបាញ់រហូតមានរញច្រានភ្លាមប្រសិនបើនៅតែបន្តស្ថានភាពនេះទៅទៀតចុងក្រោយពួកគេនឹងត្រូវជាប់នៅទីនេះរហូតដល់អស់សង្ឃឹមឥឡូវនេះវិធីតែមួយដើម្បីរស់រានមានជីវិតគឺត្រូវតបស្នងវិញប៉ុន្តែទាំងពីរនាក់យកអាវុធនៅលើដីឡើងវិញក៏រកឃើញថាក្រាបកាំភ្លើងទាំងអស់នៅក្នុងម៉ាកាស៊ីនក្រាបកាំភ្លើងទាំងអស់សុទ្ធតែស្ថិតនៅលើដីឥឡូវនេះបើត្រូវបញ្ចូលក្រាបកាំភ្លើងមួយវិញនឹងមិនទាន់ទេក្នុងពេលវេលាវត្តនេះលោកលងសង្កេតឃើញកាំបិតដៃមួយចំនួននៅមិនឆ្ងាយដើម្បីអាចគេចខ្លួនចេញទៅបានដោយរលូនដូច្នេះគាត់ត្រូវតែឆ្លងកាត់ទៅកាន់ទីនោះក្រោមភ្លើងបាញ់ដ៏សន្ធោសន្ធៅបន្ទាប់មកគាត់យកកាំបិតដៃឡើងស្រាប់ចិត្តសម្រេចថានឹងប្រយុទ្ធរហូតដល់ចុងក្រោយឲ្យខ្ញុំធ្វើឲ្យពួកគេស្លាប់ដោយកាំបិតដៃនេះដើម្បីប្រយុទ្ធប្រឆាំងនឹងទាហានជួរនៅខាងក្រៅលោកលងបានបោះកាំបិតដៃឲ្យជើស៊ីណាទទួលយកកាំបិតដៃស៊ីណាបានយល់ភ្លាមហើយបោះកាំបិតដៃទៅកាន់សត្រូវខាងក្រៅចុងក្រោយនេះដោយសារការសហការយ៉ាងយល់ចិត្តរបស់អ្នកទាំងពីរពួកគេបានអាចដោះស្រាយវិបត្តិនេះបានជោគជ័យតែហេតុអ្វីបានជាអ្នកទាំងពីរត្រូវបានទាហានជួរវាយប្រហារជាក់ស្ដែងលោកលងគឺជាម្ចាស់ក្រុមហ៊ុនសន្តិសុខអន្តរជាតិនៅពេលថ្មីនេះពួកគេទទួលបានភារកិច្ចបន្ទាន់មួយគឺក្រុមទាហានជួរបានវាយប្រហាររោងចក្របំលែងប្រេងមួយនៅតំបន់អាស៊ីអាគ្នេយ៍អ្នកជួរបានស្នើឲ្យពួកគេចូលជួយសង្គ្រោះកម្មករ2នាក់ដែលនៅខាងក្នុងបន្ទាប់ពីទទួលភារកិច្ចលោកលងបានបញ្ជូនរថយន្តក្រុងចេញជាង10គ្រឿងភ្លាមដើម្បីរៀបចំផ្លាស់ទីកម្មករទាំងនោះទៅកាន់ទីតាំងមានសុវត្ថិភាពដាំមកអ្វីទាំងអស់ដំណើរការយ៉ាងរលូនប៉ុន្តែចំពោះពេលដែលពួកគេកំពុងតែដល់កន្លែងគោលដៅលោកលងបានសង្កេតឃើញរថយន្តជាច្រើនចាប់នៅចំហៀងផ្លូវច្បាស់ណាស់ថាកន្លែងនេះធ្លាប់មានការប្រយុទ្ធដ៏សាហាវកន្លងមកទោះបីមិនប្រាកដថាកន្លែងនេះនៅមានគ្រោះថ្នាក់ទេក៏ដោយប៉ុន្តែដើម្បីបញ្ចប់ភារកិច្ចឲ្យបានលឿនលោកលងបានសម្រេចចិត្តបន្តទៅមុខដោយមិនដឹងថានៅចំហៀងផ្លូវមានក្មេងប្រុស2នាក់កំពុងលាក់ខ្លួនពួកគេបានឃើញក្បួនរថយន្តហើយបន្ទាប់មកបានបញ្ជូនព័ត៌មានទៅឲ្យក្រុមទាហានជួរភ្លាមខណៈពេលដែលលោកលងមិនដឹងអ្វីទាំងអស់នៅតែបន្តដំណើរទៅមុខថែមទាំងចូលចិត្តនៅខាងក្រោយផងដែរលទ្ធផលគឺក្នុងរយៈពេលបន្ទាប់មានការផ្ទុះមួយកើតឡើងនៅចំហៀងផ្លូវដែលជាកន្លែងដាក់មីនដែលទាហានជួរបានដាក់ទុកប៉ុន្តែសំណាងល្អដែលអ្នកទាំងអស់គ្នាបានឆ្លងកាត់ទៅដោយសុវត្ថិភាពទោះជាយ៉ាងណាមិនទាន់បានដកដង្ហើមស្រួលទេពួកគេក៏បានឃើញថាមុខមួយមានព្យុះខ្សាច់ធំមកកាន់លោកលងមានអារម្មណ៍ថាមានរឿងអាក្រក់កើតឡើងហើយលោកបានបញ្ជាឲ្យបុគ្គលិកបិទបង្អួចលើក្បាលរថយន្តដើម្បីត្រៀមឆ្លងកាត់ព្យុះខ្សាច់ពេលរថយន្តក្រុងប៉ះព្យុះខ្សាច់នាទីនោះសមត្ថភាពមើលឃើញជុំវិញបានថយចុះភ្លាមលោកលងមានការព្រួយបារម្ភអំពីមិត្តរួមក្រុមដែលស្ថិតនៅខាងក្រោយដូច្នេះលោកបានប្រញាប់ប្រញាល់ប្រើវិទ្យុសម្រាប់ទំនាក់ទំនងសួរស្ថានភាពប៉ុន្តែគ្មានការឆ្លើយតបអស់រយៈពេលយូរនៅពេលនោះមិត្តរួមក្រុមសៀវមីបានឃើញអ្វីមួយតាមកញ្ចក់មើលក្រោយតើអ្វីនោះដែរគ្មានអ្វីទេខ្ញុំប្រហែលជាមើលច្រឡំប៉ុន្តែគ្មាននរណាដែលសៀវមីមើលច្រឡំទេនៅពេលនេះក្រុមទាហានជួរកំពុងប្រើការបាំងខ្លួនពីព្យុះខ្សាច់ដើម្បីចូលមកយ៉ាងលឿនហើយពួកគេក៏ប្រើលោកម៉ាញ៉េទិកអគ្គិសនីបំផុសដើម្បីរំខានសញ្ញាមិនទាន់ឲ្យមនុស្សគ្រប់គ្នាតបស្នងទេទាហានជួរក៏បានបាញ់កាំបិតដៃធំទៅលើក្បាលរថយន្តភ្លាមទាហានជួរលើកាំបិតដៃធំរថយន្តក្រុងបាញ់កាំបិតដែកបន្ទាប់មកពួកគេឡើងដំបូលរថយន្តវាយបំបែកបង្អួចចូលខាងក្នុងមនុស្សនៅខាងក្នុងមិនទាន់បានតបស្នងអ្វីទេនៅក្នុងពេលបន្តិចបន្ទាប់គាត់ត្រូវបានទាហានជួរយកអាវុធទៅគាត់ត្រូវបានវាយដល់សន្លប់ដោយសារតែរថយន្តក្រុងស្ថិតនៅកណ្ដាលព្យុះខ្សាច់ដឹកនាំដោយលោកលងខ្លងដែលមិនដឹងថាកើតអ្វីឡើយពេលពួកគេចេញពីតំបន់ព្យុះខ្សាច់បានយ៉ាងលំបាកហើយចុះពីយន្តដើម្បីរកមនុស្សទើបរកឃើញថាខ្វះរថយន្តក្រុងមួយគ្រឿងលោកលងខ្លងមានអារម្មណ៍ថាមានរឿងធំមិនល្អកើតឡើងដូច្នេះគាត់បានប្រញាប់ហៅហេលីកុបទ័រមកហើយនាំយកសៀវមីទៅស្វែងរកទីតាំងរថយន្តក្រុងមិនយូរប៉ុន្មានពួកគេក៏បានរកឃើញក្រុមទាហានជួរនោះហើយជាសំណាងស៊ីណាគឺជាម្នាក់ក្នុងចំណោមពួកគេលោកលងគឺជាមនុស្សមិនចេះបោះបង់ហើយមិនចេះនិយាយច្រើនទេគាត់បានប្រើកាំភ្លើងបាញ់គ្រាប់រ៉ុកែតធ្វើឲ្យរថយន្តបង្វិលមុខហើយបកក្រោយភ្លាមដោយសារតែការប្រយុទ្ធនៅលើដីមិនមានអត្ថប្រយោជន៍អ្វីទេស៊ីណាដូច្នេះអាចនាំមនុស្សដែលនៅសល់គេចខ្លួនចេញបានតែប៉ុណ្ណោះរថយន្តក្រុងដែលត្រូវបានពួកគេចាប់បានត្រូវបានបោះទុកកណ្ដាលផ្លូវជាសំណាងល្អកម្មករលើក្បាលមិនមាននរណាបានរងរបួសទេខណៈពេលដូចគ្នាស៊ីណានឹងមនុស្សផ្សេងទៀតបានត្រឡប់ទៅមូលដ្ឋានបណ្ដោះអាសន្នរបស់ទាហានជួរលោកលងចង់ពិនិត្យមើលថាហេតុអ្វីបានជាពួកគេវាយប្រហាររោងចក្របំលែងប្រេងដូច្នេះគាត់បានដានតាមទៅយ៉ាងស្ងៀមស្ងាត់ប៉ុន្តែត្រូវបានស៊ីណាវាយប្រហារយ៉ាងមិនបានរំពឹងទុកជំនាញរបស់មនុស្សទាំងពីរមិនខុសគ្នាឡើយពួកគេបានប្រយុទ្ធគ្នាយូរមកហើយប៉ុន្តែមិនអាចសម្រេចឲ្យមានអ្នកឈ្នះបានទេនៅពេលនោះមិត្តរបស់ស៊ីណាមកដល់មិនបានរំពឹងថាលងនឹងទាញខ្សែគ្រាប់បែកដៃចេញដោយមិនចិត្តណាមិត្តរបស់គាត់ឃើញស្ថានភាពមិនល្អដូច្នេះត្រឹមតែប៉ុណ្ណោះទេមនុស្សជាច្រើនមិនបានខ្វល់អំពីជីវិតឬការរស់នៅរបស់ជើស៊ីនីទេគាត់បានបាញ់គ្រាប់កាំភ្លើងទៅកាន់ទីតាំងរបស់ទាំងពីរយ៉ាងឆ្កួតឆ្កាងបន្ទាប់មកក៏កើតមានហេតុការណ៍ដូចមុននេះផងដែរបន្ទាប់មកទាំងពីរនាក់បានទៅកាន់ភូមិជិតខាងលោកលងសួរជើស៊ីនីថាម្ចាស់ការរបស់នាងជានរណាជើស៊ីនីបានប្រាប់គាត់ថាជាអ្នកជំនួញមកខាងប៉ាលីវសាំប៉ាលីវដូច្នេះគាត់បានជួលពួកគេឲ្យទៅវាយប្រហាររោងចក្រចម្រាញ់ប្រេងដើម្បីធ្វើឲ្យ
ដូច្នេះគាត់ក៏ភ្ញាក់ផ្អើលដែរដើម្បីត្រួតត្រារោងចក្រចម្រាញ់ប្រេងព្រោះមុននេះលោកលងបានជួយជើស៊ីនីគាត់ដូច្នេះសម្រាប់ចិត្តត្រឡប់មកធ្វើអ្វីដែលត្រឹមត្រូវដោយសហការជាមួយលោកលងដើម្បីកម្ចាត់ខាងប៉ាលីវថ្ងៃបន្ទាប់ទាំងពីរបានទទួលព័ត៌មានពីសៀវម៉ៃរកឃើញខាងប៉ាលីវកំពុងដឹកប្រេងឆៅលោកលងឃើញដូច្នេះបានចាប់យកឱកាសដោះសោឡានយ៉ាងលឿនដឹកឡានដឹកទំនិញដែលបានកែប្រែរួចទៅបុកជាមួយឡានដឹកប្រេងនៅមុខខាងប៉ាលីវដែលជិះតិចមិនទាន់បានត្រូវបុកយ៉ាងខ្លាំងកម្លាំងបុកធំមួយធ្វើឲ្យឡានបោកគ្នាខ្ទេចខ្ទីមិនឈប់ខាងប៉ាលីវនៅក្នុងឡានក៏ស្លាប់ភ្លាមរហូតដល់ពេលនេះវិបត្តិបានដោះស្រាយរួចហើយភាពយន្តក៏បញ្ចប់នៅទីនេះយើងនឹងមិនជួបគ្នាទេរហូតដល់ថ្ងៃស្អែក